តោះបងប្អូនមករៀនធ្វើនំពុម្ពបែបប្រាំងញ៉ាំថ្ងៃនេះថ្ងៃមុននេះខ្ញុំធ្លាប់ចេញពីវីដេអូពីរបៀបធ្វើនំពុម្ពបែបខ្មែរយើងដែលមានលាយជាម្សៅខ្សាយហើយនិងពងមាន់ស្ករអញ្ចឹងណាបងប្អូនថ្ងៃនេះគឺនេះខ្ញុំមកបង្ហាញបងប្អូនពីរបៀបធ្វើនំពុម្ពមួយបែបថ្មីទៀតគឺនំពុម្ពបែបប្រាំងចានិយាយទៅតែមិនប្រាំងសុទ្ធទេប្រាំងកាត់ចាពីព្រោះនេះខ្ញុំមានលាយជាមួយនឹងខ្ទិះដូងបើសិនជានំពុម្ពប្រាំងតែម្ដងគឺគេធ្វើលាយជាមួយនឹងទឹកដោះគោបងប្អូនចាហើយនំពុម្ពនេះគឺនេះខ្ញុំលាយជាមួយនឹងស្លឹកតើយផងដែរក្លិនស្លឹកតើយឲ្យវាកាន់តែមានរសជាតិឈ្ងុយឆ្ងាញ់ហើយសាច់នំនេះគឺល្មូតឆ្ងាញ់បងប្អូនគ្រាន់តែឃើញរូបរាងក៏ដឹងតែឆ្ងាញ់ដែរហើយបើបានថែមតែល្ងតិចទៀតណាចាគឺកាន់តែមានរសជាតិឈ្ងុយឆ្ងាញ់ឥឡូវកុំឲ្យខាត់ពីយូរបងប្អូនយើងទៅមើលពីរបៀបធ្វើខ្ញុំមានពងមាន់ចំនួន4គ្រាប់ដាក់ផ្នែកក្រហមផ្សេងផ្នែកសផ្សេងហើយផ្នែកក្រហមខ្ញុំលាយជាមួយនឹងខ្ទិះដូងស្ករស1ស្លាបព្រាបាយកូរវាឲ្យសព្វហើយខ្ញុំដាក់ម្សៅដុតនំ1ស្លាបព្រាកាហ្វេចាកញ្ចប់វាបែបនេះបន្ទាប់មកខ្ញុំលាយជាមួយនឹងម្សៅមីខ្ញុំដាក់វាចំនួន120ក្រាមដាក់រែងវាបែបហ្នឹងដើម្បីឲ្យសាច់នំយើងបានម៉ត់ល្អបន្ទាប់មកខ្ញុំកូរវាឲ្យសព្វហើយលាយជាមួយនឹងប្រេងឆាហ្នឹងចំនួន1ស្លាបព្រាបាយហើយនេះជាពណ៌ស្លឹកតើយគឺខ្ញុំអត់មានស្លឹកតើយបងប្អូនអញ្ចឹងខ្ញុំប្រើពណ៌ស្លឹកតើយពណ៌ស្លឹកតើយហ្នឹងគឺរសជាតិវាឈ្ងុយបងប្អូនពេលខ្លះមិនត្រូវការអត់ចង់បានពណ៌ទេគឺចង់បានតែក្លិនណាចាក្លិនវាគឺឈ្ងុយមែនតើនេះខ្ញុំចូលចិត្តប្រើណាពេលធ្វើនំណាហើយនេះជាផ្នែកសពងមាន់ផ្នែកសខ្ញុំយកវាទៅវាយឲ្យឡើងលាយជាមួយនឹងស្ករសចំនួន140ក្រាមចាដាក់វាម្ដង1ស្លាបព្រាបាយម្ដង1ស្លាបព្រាបាយអញ្ចឹងហើយវាយវានឹងម៉ាស៊ីនវាយរហូតដល់ពងមាន់ផ្លែសហ្នឹងឡើងអស់អញ្ចឹងបងប្អូនបន្ទាប់មកខ្ញុំយកពងមាន់ផ្លែក្រហមដែលមានលាយជាមួយនឹងពណ៌ស្លឹកតើយហ្នឹងមកចាក់លាយចូលគ្នាឲ្យសព្វសម្រាប់ការវាយពងមាន់ផ្នែកសឲ្យឡើងហ្នឹងបើសិនជាបងប្អូនអត់មានម៉ាស៊ីនក៏បងប្អូនអាចវាយនឹងដៃដែរគ្រាន់តែថាវាយដៃវាអត់ឡើងពងមាន់ផ្នែកសគឺវាអត់ឡើងល្អអញ្ចឹងណាប៉ុន្តែការធ្វើនំពុម្ពនេះគឺយើងមិនចាំបាច់វាយពងមាន់ផ្នែកសឲ្យឡើងដូចនេះខ្ញុំហ្នឹងក៏បានដែរប៉ុន្តែបើសិនជាធ្វើនំពងមាន់ចាបងប្អូនត្រូវវាយពងមាន់ផ្នែកសឲ្យឡើងដូចនេះខ្ញុំអញ្ចឹងដើម្បីពេលដុតទៅឲ្យនំយើងបានឡើងល្អចាហើយបន្ទាប់ពីកូរច្បល់ចូលគ្នាឲ្យសព្វហើយខ្ញុំអាចយកវាមកចម្អិនសម្រាប់ពុម្ពគឺនេះខ្ញុំប្រើពុម្ពអគ្គិសនីបែបហ្នឹងណាបងប្អូនពុម្ពហ្នឹងគឺខ្ញុំអាចធ្វើនំពុម្ពចាក់ជានំពុម្ពហើយនំឬក៏នំ pancake បានដែរនិយាយទៅខ្ញុំអាចចាក់បានពីរឥឡូវខ្ញុំធ្វើនំពុម្ពចាគឺខ្ញុំដួសម្សៅមួយវែកមកតែមុននឹងចាក់គឺខ្ញុំលាបប្រេងឆាជាមុនសិនខ្ញុំចាក់នំពុម្ពនិយាយទៅខ្ញុំចាក់ទាំងពីរតែម្ដងបងប្អូនគឺនំពុម្ពហើយនំ pancakeចាម៉ាស៊ីនហ្នឹងស្រួលបងប្អូនគឺយើងអាចធ្វើបានទាំងពីរអញ្ចឹងណាហើយខ្ញុំបិទវាបន្ទាប់មកទុកចម្អិនវារហូតដល់វាឡើងល្អទើបបើកវាចានំពុម្ពគឺបែបហ្នឹងហើយនំ pancake គឺបែបហ្នឹងហើយនំពុម្ពនេះគឺនេះខ្ញុំចាក់វាបែបទូចចឹងពីព្រោះម៉ាស៊ីនពុម្ពខ្ញុំគឺទូចចឹងបងប្អូនចាធំជាងវែកសឡបន្តិចទេពុម្ពហ្នឹងណាគឺខ្ជូតមែនតើហើយយើងអាចចាក់បានទាំងពីរអញ្ចឹងគឺស្រួលបងប្អូនថ្ងៃណាចង់ញ៉ាំនំពុម្ពបែបលឿនណាចាបែបងាយអីគឺនេះខ្ញុំធ្វើបែបហ្នឹងណាបងប្អូនហើយពុម្ពហ្នឹងគឺនេះខ្ញុំទិញតែប្រហែលជា$15ទេគឺធូរថ្លៃមែនតើហើយបើគិតជាអឺរ៉ូប្រហែលជា$10ចាអត់ថ្លៃទេបងប្អូនហើយរបៀបធ្វើនេះបងប្អូនងាយមែនតើគឺយើងអត់ត្រូវការផ្អាប់ម្សៅឬក៏ចាទុកវាអីទេគឺលាយភ្លាមលាយម្សៅភ្លាមគឺយើងអាចយកវាមកចាក់នៅពុម្ពបានភ្លាមហើយសាច់នំវិញហ្នឹងនិយាយពីថាឆ្ងាញ់បងប្អូនឡើងទន់ល្មួតឆ្ងាញ់មែនតើបងប្អូនអាចបន្ថែមជាមួយនឹងសាច់ដូងខ្ចីហើយនឹងល្ងដូចនំពុម្ពខ្មែរយើងប៉ុន្តែនេះខ្ញុំអត់បានធ្វើអត់បានដាក់ទេគឺនេះខ្ញុំចាក់វាបែបហ្នឹងតែម្ដងចានេះជារបៀបដែលខ្ញុំតែងតែធ្វើញ៉ាំនៅពេលដែលនឹកឃើញចង់ញ៉ាំនំពុម្ពយើងនំពុម្ពខ្មែរពីព្រោះរបៀបធ្វើនេះគឺថាងាយមែនតើងាយលឿនហើយឆ្ងាញ់បងប្អូន